Welcome to our Sunday vlog ให้บักฉะมองបងប្អូនគឺឃើញប្លែកគេគឺថ្ងៃហ្នឹងវាលៀមកំពុងតែប្រឡងការ៉ាតេហើយម៉ាមីសន្យាថាប្រឡងហើយគឺទៅកន្លែងប្លែកតែមិនដែរទៅអញ្ចឹងអាទិត្យនេះម៉ាមីនាំបងប្អូនទាំងអស់គ្នាមកមើល Whiteman Park ហើយថ្ងៃហ្នឹងគឺយើងជិះអាទិះភ្លើងដែលថាបុរាណណាបងប្អូនក្នុងមួយសប្តាហ៍គឺគេជិះតែម្ដងឯងអញ្ចឹងថ្ងៃហ្នឹងគឺនាំដេឌីហើយកូនមកមើលកន្លែងប្លែក fresh air មកមើលព្រៃឈើអីចឹងទៅបងប្អូនហើយថានៅស្រុកខ្មែរឬមួយនៅកន្លែងទីកន្លែងដែលបងប្អូននៅមានដូចចឹងអត់មើលកូនឃើញប្លែកគឺវាសប្បាយធម្មតាឃើញតែម៉ូតទំនើបដល់ពេលឃើញអានេះបានដូចថាអត់មានកញ្ចក់អត់មានអីគឺសប្បាយតែគ្រាន់តែថ្លង់តិចហើយក្តៅតែ after នេះហើយគឺយើងស្លៀកទៅជាមួយកន្លែងមួយទៀតបងប្អូននៅកន្លែងដដែលប៉ុន្តែយើងចូលសម្រាប់មន្ទីរដូចថាម៉ូតូអញ្ចឹងណាអញ្ចឹងយើងចូលក្នុងបងប្អូនហើយក្នុងនេះបងប្អូនអើយគ្រាន់តែចូលមកដូចថាខំព្យាយាមថតឲ្យខ្លីបងប្អូនប៉ុន្តែវាថតខ្លីមិនបានគឺឲ្យតែមើលទៅបងប្អូនឃើញស្រាប់ហើយគឺឃើញ bling ហ្មងហើយមើលឡានមើលគ្រប់ប្រភេទគ្រាន់តែមើលទៅមានអាទូចអាធំអាឈើអាមុតស្អីក៏មានដែរបងប្អូនហើយដល់មើលទៅឃើញស្អាតមែនទែនហ្មងណាបើថាមើលសេរីឡានថ្មីហើយនឹងមើលចំនួនដើមដែលគេធ្វើជាថ្មីបងប្អូនអើយគឺខ្ញុំយកអាចាស់វិញឯងបងប្អូនមើលនេះគឺគេធ្វើថ្មីវិញគឺឃើញស្អាតមែនទែនបងប្អូនហើយបើនិយាយទៅម៉ាស៊ីនកាលមុននោះគឺដូចថារឹងមាំហើយនៅដូចថាប្រើបានយូរហ្មងណាអញ្ចឹងបាននៅអាមេរិកគេជួយចិត្ត restore ជាថ្មីហ្មងណាហ្នឹងហើយក្នុងនេះគឺគេមានគ្រប់ប្រភេទហើយនឹង emergency vehicle ដូចជានេះបងប្អូនគឺឃើញ emergency ឡានដែលគេដឹកជូនដូចថាអ្នកជំងឺហើយនឹង ambulance តាំងពីជំនាន់ដើមបងប្អូននេះគឺនៅនេះគេទុកទាំងអស់ហើយគេធ្វើសារជាថ្មីហើយទុកឲ្យយើងមកមើលបងប្អូនអើយតម្ឲ្យយើងភ្លេចដូចថាដិតទៅបងប្អូនដែលថាយើងធ្លាប់ប្រើប្រាស់អីឲ្យយើងចងចាំហើយនៅនេះគឺគេធ្វើឡើងថ្មីមិនមែនទុកចាស់ឯងបងប្អូនហ្នឹងហើយក្នុងអានេះកន្លែងនេះគឺគេមានជាមួយ2ជាន់ហើយ2អាគារបងប្អូនប៉ុន្តែនេះអាគារទី1គឺខ្ញុំឲ្យបងប្អូនមើលហើយនេះដល់ពេលយើងឡើងលើហើយយើងជួបជាមួយនេះបងប្អូនមើលចំនួនឡានចំនួនដើមហើយនឹងជាមួយនេះស៊ីក្លូហើយនឹងមានគ្រប់ប្រភេទបងប្អូនហើយដូចយើងមើលរឿងចំនួនដើមបងប្អូនប៉ុន្តែនេះគេធ្វើថ្មី bling ហ្មងសុំទោស to all the ដូចថា moto enthusiast គឺខ្ញុំអត់ដឹងដូចថានិយាយមិនទេដូចថាគ្រឿងឬមួយឡាននឹងអីទេបងប្អូនអីអញ្ចឹងតុំមែនទៅទុំឲ្យដូចថាឲ្យបងប្អូនសូមអធិស្ឋានផងអញ្ចឹងខ្ញុំនឹងកាត់តបទចម្រៀងព្រោះឲ្យបងប្អូនមើលជាមួយទេសភាពស្អាតញញឹមស្រស់ស្រាយវ័យម្លេះទេស្រស់ដូចដួងខែរះពេញរស្មីញញឹមម្ដងរៀមបងស្ទើស្លុតស្មារតីចង់ថ្នាក់ថ្នមបីស្រស់ស្រីអូនឆ្អែតចិនដាបើអូនញញឹមស្រស់ម្លឹងហើយនឹងនៅក្រៅជួបជាមួយសួនបងប្អូនកន្លែងដដែលគឺគេមាន
playground ជាមួយអាងហែលទឹកហើយកន្លែងដែលយើងឲ្យសត្វញ៉ាំអីចឹងបងប្អូនប៉ុន្តែខ្ញុំចង់ឲ្យកូនវាលេងជាមួយក្មេងផ្សេងហើយវាដូចថាប្រើធម្មពលឲ្យខ្លាំងហ្មងព្រោះនៅតែផ្ទះរាល់ថ្ងៃមើល iPad ឬមួយមើលទូរទស្សន៍ចឹងបងប្អូន Anyway here is ជួបជាមួយរូបភាពដែលយើងថាមានអនុស្សាវរីយ៍ថ្ងៃហ្នឹងចឹងឲ្យបងប្អូនមើលcomplete ជាមួយ4ផលិតផលដែលយើងមានក្នុង stock ដូចជា multivitamin picky eater សម្រាប់ក្មេងដែលរើសអាហារ sleep tight ហើយនឹងជំនួយប៉មទឹកខ្មេះដែលយើង update ជាថ្មីបងប្អូនសម្រាប់បងប្អូនដែលថាចង់សម្រក់ខ្លាញ់តែងជាតិពុលហើយនឹងចង់មានកម្លាំងឲ្យធ្វើឲ្យស្បែកភ្លឺថ្លា complete ជាមួយប៉មជំនួយប៉មទឹកខ្មេះបងប្អូនហើយគឺមួយថ្ងៃគ្រាន់តែតាពីគ្រាប់ទេអត់មានជាតិល្វីងអត់មានរាគរូសទេសូម contact តាម TikTok Facebook តាម Gleaming WA អរគុណបងប្អូនសូម like subscribe and follow ឲ្យម៉ាមីមានកម្លាំងចិត្ត